ស្ងោរជ្រក់ត្រីខកំប៉ុងហើយឆ្លៀតថែមពងមាន់2គ្រាប់ទៀតណាបងប្អូនម្ហូបនេះរៀងប្លែកតិចហើយប៉ុន្តែរសជាតិឆ្ងាញ់បងប្អូនអាចសាកមើលបានដំបូងខ្ញុំដាំទឹកជិត1លីត្រហើយដាក់ខ្ទឹមសរំដេងគល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចរំងាស់វាឲ្យចេញជាតិមួយផ្លែតសិនបន្ទាប់មកបានខ្ញុំដាក់ត្រីខកំប៉ុងចូលរួចហើយខ្ញុំដាក់ទឹកត្រី3ស្លាបព្រាបាយស្ករ1ស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេហើយអំបិល1ចឹបរួចហើយយើងដាំវាមកពុះទៀតទៅចាំភ្លក់មើលយករសជាតិមកល្មមតាមយើងចូលចិត្តនិយាយទៅរសជាតិដូចជាយើងស្ងោរជ្រក់ធម្មតាអញ្ចឹងបន្ទាប់មកខ្ញុំដាក់ផ្សិតម្ជុលចូលម្ដងបងប្អូនអាចប្រើផ្សិតអីផ្សេងក៏បានដែរហើយនឹងពេញប៉ោះមួយផ្លែរួចហើយយើងដាំវាមកពុះទៀតទៅឲ្យបន្លែរាងឆ្អិនបន្តិចក្រោយមកបាទខ្ញុំដាក់ពងមាន់ចូល2គ្រាប់បងប្អូនប្រហែលជាឆ្ងល់ហើយស្លោអីប្លែកមែនមានពងមាន់ផងត្រីខផងតែរសជាតិឆ្ងាញ់ខ្ញុំសាក់ហើយក្រោយមកបាទខ្ញុំច្របាច់ក្រូចឆ្មាចូលហើយភ្លក់មើលម្ដងទៀតហើយចុងបញ្ចប់គឺថែមជីនិងម្ទេសតែប៉ុណ្្នឹងរួចហើយបងប្អូនអាចសាកមើលបានថារសជាតិមិនដែរ